បាទសូមជម្រាបសួរហើយសូមស្វាគមន៍មកកាន់ The Better Diary Podcast episode ទី3ការសន្ទនាអំពីក្តីសង្ឃឹមហើយប្រធានបទរបស់យើងនៅក្នុងពេលនេះយើងផ្ដោតទៅលើការងារតាក់ទងទៅនឹងការជួយសង្គ្រោះកុមារពិសេសដែលមានបញ្ហាផ្នែក autism ហើយភ្ញៀវរបស់យើងពិសេសគឺអ្នកគ្រូសុធារមដែលជានាយិការបស់សាលារៀនទុនសាយ The Rabbit School បាទសូមជម្រាបសួរអ្នកគ្រូសូមជម្រាបសួរសុខសប្បាយទេអ្នកគ្រូចាសុខសប្បាយបងអរគុណច្រើនចុះបងសុខសប្បាយបាទហើយក៏សូមអបអរសាទរផងបាទឥឡូវត្រូវបានតាមខ្ញុំដឹងត្រូវបានតែងតាំងជានាយិកាថ្មីរបស់សាលារៀនទុនសាយរបស់យើង Rabbit School បាទអបអរសាទរបាទហើយខ្ញុំក៏សប្បាយចិត្តដែរឃើញមានស្ត្រីបានទទួលតំណែងដឹកនាំការងារនេះការងារធ្ងន់ដែរមិនជាស្រួលទេមិនចឹងណាអង្គការបានប្រហែលឆ្នាំហើយ Rabbit School ទុនសាយបង្កើតតាំងពីឆ្នាំ1997អញ្ចឹងមកទល់ពេលនេះគឺ27ឆ្នាំនៅស្រុកខ្មែរដែលមានអាយុកាលវែងជាងគេពាក់ព័ន្ធជាមួយនឹងសាលាអប់រំពិសេស27ឆ្នាំហើយមានសិស្សប្រហែលអ្នកដែរមកទល់ពេលនេះយើងមានសិស្សរហូតដល់845នាក់នៅក្នុងគម្រោងរបស់យើងទាំង3ខេត្តទូទាំងរាជធានីហើយយើងមានគម្រោងក្រៅក្មេងក្រៅសាលាមួយទៀតអញ្ចឹងនៅក្នុងគម្រោងរបស់យើងជារួមបច្ចុប្បន្ននេះយើងមានក្មេងរហូតដល់3087នាក់3087នាក់ទាំងប្រទេសហើយយើងមានសាខាប្រហែលដែរបច្ចុប្បន្ននេះយើងមាន4ទីតាំងទី1គឺនៅទីក្រុងភ្នំពេញដែលមានចំនួន11ថ្នាក់មានសិស្សរហូតដល់228នាក់នៅខេត្តសៀមរាបហើយនិងកំពង់ស្ពឺហើយនិងខេត្តកណ្ដាលយើងមានរហូតដល់ក្មេងជាង400នាក់ផ្សេងទៀតខ្ញុំដឹងកន្លងមកដឹងថាសាលាទុនសាយចូលរួមជួយកុមារផ្នែក autism ច្រើនឬក៏មានកុមារអីផ្សេងដែរទេដែលកំពុងតែសាលាក៏អង្គការកំពុងតែជួយបច្ចុប្បន្ននឹងសាលាយើងមានជួយកុមារដែលមានបញ្ហាខ្សោយសតិបញ្ញារួមទាំង autism អញ្ចឹងបើយើងនិយាយថាខ្សោយសតិបញ្ញានិង autism យើងមានផ្នែកវាទៀតទី1គឺយើងមានកុមារដែល autism ទី2យើងមានកុមារដែលមានបញ្ហាពិការចលនាគេហៅថា cerebral palsy ហ្នឹងទី3យើងមានកុមារដែលរៀនយឺតគេហៅ slow learner ហ្នឹងនៅក្នុងគម្រោងរបស់យើងដែរហើយនឹង Down syndrome អញ្ចឹងទាំងអស់ហ្នឹងគឺយើងចូលនៅក្នុងគម្រោងរបស់យើងដែលជាកុមារដែលមានបញ្ហាខ្សោយសតិបញ្ញាបាទចាហើយភាគរយកុមារមានភាគរយប្រហែលដែរទេឬក៏ autism ច្រើនជាងគេ 80%ជាងគឺ autism អ្នកគ្រូពេលនិយាយពីសាលាទុនសាយភាគច្រើនមហាជនគាត់សំដៅទៅលើសាលាអីដែរពីខាងក្រៅទៅគេស្គាល់យើងបើគេឮថាសាលារៀនទុនសាយគឺគេផ្ដោតទៅលើកុមារautism ចាយើងអត់និយាយថាកុមារដែលមានបញ្ហាខ្សោយសតិបញ្ញាគឺកុមារ autism តែម្ដងគឺមកកុមារ autism ហ្នឹងពេលយើងសម្គាល់យើងអាចសម្គាល់ដោយអីខ្លះបានទៅបាទក្នុងសហគមន៍ទៅចាមាន3រឿងដែលយើងសម្គាល់គាត់បានទី1គឺការតំណែងរបស់គាត់ភាសារបស់គាត់ហ្នឹងគឺអត់មានទេបាទចាអាចគិតថាគាត់ក៏អត់មានដែរបាទគាត់អត់មើលយើងហ្មងអត់មើលទេចាហើយនឹងវិបត្តិអាកប្បកិរិយាអញ្ចឹង3កត្តានេះខ្ញុំឧទាហរណ៍មួយដូចជាកុមារដែលគាត់ចាប់ដើមចូលរៀនមួយយើងដំបូងគាត់មានបញ្ហានៅក្នុងផ្លូវចិត្តរបស់គាត់អត់ដឹងនិយាយថាម៉េចទេពីព្រោះគាត់បាត់សញ្ញាភាសាហើយអញ្ចឹងគាត់អាចវាយដំខ្លួនឯងគាត់អាចវាយដំអ្នកនៅជុំវិញខ្លួនដើម្បីចង់បង្ហាញឬចង់ប្រាប់អីមួយអាហ្នឹងយើងនិយាយថាគាត់មានបញ្ហាវិបត្តិអាកប្បកិរិយាពេលដែលនិយាយពីក្មេងដែលគាត់មានបាត់ភាសាអញ្ចឹងប្រហែលភាគរយដែលថាគាត់នឹងអាចមានភាសាត្រឡប់មកវិញដែរមើលទៅឬក៏ចាសំណួរនេះពិតជាល្អហើយអាណាព្យាបាលភាគច្រើនគាត់តែងតែចង់ដឹងថានៅពេលដែលចូលរៀនជាមួយទុនសាយតើពេលណាកូនគាត់ភាសាអាចនិយាយបានចាអាចនិយាយបានអញ្ចឹងកម្រិតនៃការជួយរបស់អង្គការសាលារៀនទុនសាយទៅដល់កុមារដែលគាត់មានបញ្ហាខ្សោយសតិបញ្ញាឬក៏ autism ហ្នឹងអាស្រ័យទៅលើកម្រិតជួនកាលគាត់បាត់ភាសានៅពេលដែលក្រុមជំនាញរបស់យើងជួយគាត់ពីព្រោះរាល់4ខែយើងធ្វើការវាយតម្លៃគាត់ម្ដងអញ្ចឹងការវាយតម្លៃហ្នឹងមានន័យថាកំណត់នៃផែនការនៃការជួយគាត់អញ្ចឹងនៅពេលដែលកំណត់ផែនការយើងឃើញថាពីរយៈពេល4ខែទៅ4ខែបន្តទៀតហ្នឹងគាត់ឃើញថាគាត់មានភាពលូតលាស់ជាល្អពីមួយតំណែងទៅមួយតំណែងអញ្ចឹងមកទល់បច្ចុប្បន្ននេះកុមារខ្លះរៀនមួយយើងតែ6 7ខែគាត់ចាប់ផ្ដើមអាច communication ជាមួយយើងបានអាចទៅចែកមួយយើងចាទោះបីជាភាសារបស់គាត់ចាប់ផ្ដើមដំបូងតែ1ម៉ាត់ឬក៏2ម៉ាត់តែគាត់ចាប់ផ្ដើមផ្លាស់ប្ដូរពីម្ដងបន្តិចទៅម្ដងបន្តិចកុមារខ្លះមកមួយយើងមួយឆ្នាំគាត់អាចរៀនសូត្របានគាត់អាចទៅរៀនសាលាធម្មតាបានក៏មានដែរអញ្ចឹងបញ្ហាគាត់ធំបំផុតរឿងភាសាបើដោះស្រាយបញ្ហាភាសាបានហើយគាត់អាចប្រស័យតាក់ទងដោយកុមារធម្មតាជាងគោលដៅរបស់យើងជួយគឺកន្លែងភាសានឹងធំជាងគេណាគ្រូមែនទេយើងជួយ5ជំនាញធំរួមទាំងចលនាតូចចលនាធំអញ្ចឹងកុមារខ្លះក៏គាត់មិនអាច
កាន់ឬក៏ចាប់ទេដូចកុមារដែលគាត់មានបញ្ហា cerebral palsy អញ្ចឹងគាត់ទន់ដៃទន់ជើងអីគាត់អាចជួយខ្លួនឯងបានឬក៏អីបានទេអញ្ចឹងការដែលយើងជួយនៅពេលដែលយើងវាយតម្លៃកុមារមុនចូលរៀនហ្នឹងគឺយើងកំណត់ភាពចាំបាច់ដែលយើងត្រូវជួយហើយយើងជួយទៅតាមកម្រិតអាយុរបស់កុមារដែរអញ្ចឹងយើងផ្ដល់ហើយយើងធ្វើការវាស់វែងមិនមែនយើងបរៀនគាត់ហើយយើងអត់បានវាស់វែងគាត់ទេអញ្ចឹងរាល់ពេល4ខែយើងវាស់វែងម្ដងថាតើអាអីដែលយើងបានកំណត់ហ្នឹងវាមានភាពលូតលាស់ប្រសើរដល់គោលដៅរបស់យើងនៅហើយបើអត់ដល់គោលដៅហ្នឹងតើយើងមានយុទ្ធសាស្ត្រអីផ្សេងឬក៏នីតិវិធីអីផ្សេងដើម្បីជួយគាត់អញ្ចឹងនៅពេលដែលគេប្រជុំបច្ចេកទេសជារៀងរាល់ខែហ្នឹងគឺជារឿងមួយដែលលោកគ្រូអ្នកគ្រូគាត់ bring case ដែល serious មានន័យថាកុមារហ្នឹងគឺពិបាកជួយមែនតើអញ្ចឹងយកទៅចែកគ្នារកយុទ្ធសាស្ត្រឬក៏នីតិវិធីក្នុងការជួយការដែលជួយហ្នឹងអ្នកគ្រូសង្កេតមើលទៅអ្នកគ្រូ7ឆ្នាំនៅទន្សាយក៏បានអាយុកាលជាង20ឆ្នាំជាងហើយតើគេហៅអត្រានៃភាពជោគជ័យត្រឡប់ទៅកុមារអាចដូចថារឹងមាំនិយាយបានអាចคล้ายខ្លួនជាបុគ្គលឯករាជ្យបានមានជាសម្គាល់ជាភាគរយប្រមាណភាគរយដែរទេបើសិនណាតាមសង្កេតមើលកន្លងមកយើងសិក្សារយៈពេល8ឆ្នាំចុងក្រោយយើងមានឃើញថាតួលេខហ្នឹងមានប៉ុន្តែវានៅទាប 6% នៃកុមាររបស់យើង progress 6%ចា 6% ហ្នឹងគឺគាត់បានទៅរៀនសាលារដ្ឋពីថាបើគាត់ចូលបានសាលារដ្ឋគាត់ជោគជ័យហ្នឹងមែនទេគាត់ជោគជ័យខ្លាចជាបុគ្គលដែលឯករាជ្យនៅដោយខ្លួនឯងបានអាចមានការងារធ្វើបានហ្នឹងអញ្ចឹងចានៅក្នុងហ្នឹងចង់ជំរាបបងបន្តិចដែរហើយនឹងប្រិយមិត្តដែលគាត់ចូលរួមស្ដាប់ណានៅពេលដែលកុមារយើងបញ្ជូនគាត់ទៅសាលារដ្ឋនៅក្រោមការគ្រប់គ្រងរបស់រដ្ឋតន្សាយអត់បោះបង់ចោលទេមានន័យថាយើងមានគម្រោងរបស់យើងមួយទៀតគឺបដោះបដាគាត់ជួយពីព្រោះកុមារដែលយើង refer ទៅมันប្រកាសថា 100% គាត់បាត់បញ្ហាវិបត្តិអាកប្បកិរិយាគាត់ទេបាទមកដល់ថ្ងៃនេះរយៈពេល20ឆ្នាំជាង27ឆ្នាំហ្នឹងទន្សាយបានជួយកុមារប្រហែលអ្នកទៅសរុបតែម្ដងចាសរុបតែម្ដងយើងជួយបានប្រហែលជា 4000 អ្នកជាង4000អ្នកជាងរួមទាំងកុមារដែលក្រៅសាលាមានន័យថាកុមារដែលប្រឈមនឹងក្នុងការបោះបង់ខ្ញុំមើលតួលេខមើលកាលពីឆ្នាំ1950ឯទូទាំងសកលលោកមានពុយ autism គេចាប់ផ្ដើមសិក្សាស្រាវជ្រាវឆ្នាំ1943ចាប់ផ្ដើមឃើញហ្នឹងឯងមានកុមារម្នាក់ក្នុងចំណោមប្រហែល 5000ចាបាទប៉ុន្តែបច្ចុប្បន្នតួលេខហ្នឹងវាឡើងដល់បាទឥឡូវ1ក្នុង100ហើយបើយើងនៅប្រទេសមួយចំនួនទៀតក្មេងប្រុស1ក្នុងចំណោម30ចាបាទតួលេខច្រើនអញ្ចឹងខ្ញុំជឿថាវាមិនដឹងថាជាមូលហេតុអីយើងមិនបាច់និយាយព្រោះយើងមិនមែនជាអ្នកឯកទេសប៉ុន្តែនៅប្រទេសយើងក៏មានប្រហែលជាសង្កេតទៅឃើញច្រើនគ្រាន់បើដែរខ្ញុំឃើញសហគមន៍យើងជុំវិញហ្នឹងក៏មានរឿងនឹងច្រើនតើសមត្ថលទ្ធភាពក្នុងការជួយបាទពីស្ថាប័នពីសហគមន៍ឬក៏ពីមិនដឹងថាជាសាលារៀនជាមន្ទីរពេទ្យអញ្ចឹងកើនច្រើនទេនៅក្នុងទៅសប្តាហ៍ថ្ងៃនេះនៅបច្ចុប្បន្ននេះយើងឃើញថាសាលាអប់រំពិសេសយើងឃើញថាមានកើនច្រើនតែជាសាលាឯកជនចាយើងមានច្រើននៅភ្នំពេញថាមាន200នាក់ហ្នឹងតើតម្រូវការខាងក្រៅដែលកំពុងតែនៅក្នុងថា waiting list ឬក៏ list រងចាំហ្នឹងមានច្រើនទេអ្នកគ្រូបើប្រៀបធៀបកំណើននៅក្នុងឆ្នាំ2023និង24ខុសគ្នាខ្លាំងមែនទែននៅក្នុងឆ្នាំ2023យើងមានតែ100នាក់ទេក្នុងការរងចាំតែដល់ឡែកក្នុងឆ្នាំ2024ចុងខែ12ហ្នឹងយើងឃើញថាកុមារដែលនៅក្នុងការរងចាំរបស់យើងរហូតដល់208នាក់208នាក់2024ហ្នឹងភាគច្រើនជាក្នុងអាយុប្រហែលដែរចន្លោះពីអាយុ4ឆ្នាំកន្លះរហូតដល់16ឆ្នាំអូមានដល់16ឆ្នាំទៀត16ឆ្នាំតាមបានចូលអញ្ចឹងមាននៅផ្ទះចានៅផ្ទះនេះជាបញ្ហាដែលបច្ចុប្បន្នហ្នឹងបើយើងចុះទៅតាមធ្វើការសិក្សានៅតាមខេត្តគោលដៅរបស់យើងកុមារីដែលឬក៏ស្ត្រីដែលគាត់មានអាយុចាប់ពី13ឆ្នាំទៅឪពុកម្ដាយភាគច្រើនគឺមិនបញ្ជូនកូនមកសាលាមានមូលហេតុ2រឿងធំទី1អាណាព្យាបាលគាត់មិនបានយល់ដឹងពីវិធីសាស្ត្រឬក៏ព័ត៌មានឲ្យច្បាស់លាស់ពីការការពារកុមារដែលធ្វើឲ្យគាត់មានអារម្មណ៍ថាដាក់កុមារមកសាលាអត់មានសុវត្ថិភាពអញ្ចឹងគាត់ព្យាយាមទុកកុមារជាកូនគាត់អាយុ13ឆ្នាំជាងទៅហ្នឹងគឺនៅផ្ទះហើយយោងតាមអីដែលយើងបានសិក្សាជាមួយពួកគាត់គឺកង្វះខ្សោយនៃការទទួលព័ត៌មានអត់ដឹងថាមានសេវាកម្មអត់ដឹងថាមានសេវាកម្មឬក៏គាត់ត្រូវជួយកូនគាត់មិនគាត់ថាទុកកូននៅផ្ទះសុវត្ថិភាពជាងប៉ុន្តែយើងឃើញថាការទុកកូននៅផ្ទះមិនប្រកាសថាមានសុវត្ថិភាពទេហើយម្ដាយមិនអាចនៅជាមួយគាត់24ម៉ោងបានចាអ្នកគ្រូឆ្លងកាត់បទពិសោធន៍អញ្ចឹងស្អីដែលជាឧបសគ្គធំបំផុតរបស់ឪពុកម្ដាយជាបទពិសោធន៍រយៈពេល27ឆ្នាំរបស់គម្រោងរបស់យើងឃើញថាអាណាព្យាបាលជាច្រើនដែលគាត់មិនហ៊ាន
ចែករំលែកព័ត៌មានថាគាត់មានកូនដែលមានបញ្ហា autism ឬក៏ខ្សោយសតិបញ្ញាដោយសារគាត់គិតថានៅពេលដែលគាត់ប្រាប់ទៅមានការរើសអើងពីសង្គមច្រើនទី1 ការរើសអើងហ្នឹងស្ដែងចេញតាមអីខ្លះមើលទៅតាមគ្រប់រូបភាពបងទី1គឺនៅពេលដែលកូនគាត់មកចូលរួមសកម្មភាពឬក៏លេងនៅក្នុងទីតាំងណាមួយដែលមានកុមារធម្មតាច្រើនមិនត្រូវបានគេទទួលស្គាល់អញ្ចឹងគេរើសអើង បាទ ចាគេរើសអើងគេអត់លេងជាមួយ គេ គេ ចង់ ប្រើ ឲ្យលេ ភា ង សា ជាមួយ ចា កុំឲ្យនៅក្បែរគេខ្លាចវាយកូន ចា គេ ចាកត្តាជាច្រើនដែលធ្វើឲ្យគាត់មិនអាចចូលរួមនៅក្នុងសហគមន៍បាន បាទអញ្ចឹងធំបំផុតជាឧបសគ្គពុកម្ដាយដែលនេះគឺមិនហ៊ានទទួលឬក៏បង្ហាញប្រាប់ទៅមហាជនឬក៏អ្នកជុំវិញអ្នកជិតខាងថាកូនគាត់ត្រូវការជំនួយពិសេសឬក៏ជាកុមារពិសេសមានអីទៀតទេណាគ្រូមើលទៅ បាទ តងជាមួយនឹងនៅពេលដែលគាត់មានកូនដែលមានតម្រូវការពិសេសក្នុងចំណោមឪពុកហើយឬក៏ម្ដាយត្រូវបាត់បង់ឱកាសការងារមួយពីព្រោះគាត់ត្រូវនៅជាមួយកូនរហូតមានន័យថាអាច24ម៉ោងហើយបន្ទុកនោះភាគច្រើននៅលើស្ត្រី បាទ យើងឃើញថាស្ត្រីដូចជារែកអំរែកនៅក្នុងការទទួលខុសត្រូវកាតព្វកិច្ចកូនអញ្ចឹងឪពុកគាត់មានលទ្ធភាពក្នុងការរកការងារធ្វើដើម្បីទទួលប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារតែដល់ឡែកយើងឃើញថានៅពេលដែលស្ត្រីនៅជាមួយកុមារច្រើនម៉ោងពេកយូរមិនឆាប់គាត់ជាមានបញ្ហាស្តិរម បាទ អញ្ចឹងយើងឃើញថាអាណាព្យាបាលពិតជាមានតម្រូវការពិសេសបន្ថែមទៀតនៅពេលដែលគាត់ជួយកូនគាត់ត្រូវការជំនួយសម្រាប់ខ្លួនគាត់ដែរ បាទ អញ្ចឹងគម្រោងបងការសាលារៀនទន្សាយក៏យើងមានផែនការក្នុងការជួយដែរអញ្ចឹងជារៀងរាល់4ខែហ្នឹងយើងធ្វើការវាយតម្លៃហ្នឹងយើងឲ្យឱកាសអាណាព្យាបាលមកទៅចែកបញ្ចេញយោបល់ចូលរួមចំណែកក្នុងការអភិវឌ្ឍនិងបញ្ចេញពីអារម្មណ៍ពួកគាត់ដែរ បាទ អីដែលជាកង្វល់របស់គាត់ មានអ្នកខ្លះថារហូតដល់បន្ទោសខ្លួនឯងទៀតអាចថាបងប្អូនមួយចំនួនគឺគាត់បន្ទោសថាមូលហេតុដែលកូនមានរឿងហ្នឹងគឺដោយសារខ្លួនឯង ចា បាទអ្នកខ្លះបន្ទោសថាដោយសារបញ្ហានេះគ្រូពីច្រើនបន្ទោសខ្លួនឯងអាចមកពីកត្តាអី គាត់គិតថាបញ្ហាខ្លះគាត់ផ្ដោតទៅលើស្ត្រីហ្មងបងព័ន្ធពីដែលយើងបានពីអាណាព្យាបាលកន្លងមកអញ្ចឹងពេលខ្លះគាត់មានការលែងលះគ្នាច្រើនយើងឃើញថាកុមារនៅក្នុងគម្រោងរបស់យើងអ្នកដែលប្រឈមនឹងការលែងលះគ្នានឹងរហូតដល់ 30% បង ហើយកូនបន្ទុកទៅលើស្ត្រីទៀត 100% លើស្ត្រីហើយអ្នកខ្លះទៀតគឺបោះបង់ចោលតែម្ដងអញ្ចឹងយើងឃើញមានការទទួលខុសត្រូវពេលខ្លះជាតាជាយាយដែលគាត់មានអារម្មណ៍ថាអាណិតមិនអាចបោះបង់កុមារនឹងចោល បាទពុកម្ដាយបោះចោលបណ្ដោយ បោះចាបោះចោលតែម្ដង ដោយសារសែនខ្លួនឯង សុខភាព ឬក៏ដោយសារថាអូមើលមិនបានដិតដល់ ចា ដោយសារឲ្យមើលទូរស័ព្ទច្រើនពេក ចា បើអ្នកគ្រូដឹងខ្លះហ្នឹងស្អីគេមូលហេតុហ៎ស្អីគេ ព័ត៌មានពិភព បាទ លោកបច្ចុប្បន្នហ្នឹងការធ្វើ survey ក៏អត់ទាន់ identify ច្បាស់ថាតើកុមារដែលគាត់មានបញ្ហា ADHD ឬក៏ autism ហ្នឹងគាត់តាមមកពីអីអញ្ចឹងបច្ចុប្បន្នវាគ្រាន់តែជា conclude មួយទេថាដោយសារគាត់ប្រើទូរស័ព្ទ smartphone ខ្លាំងពេកគាត់មើល YouTube ខ្លាំងពេកឬក៏អីប៉ុន្តែឲ្យមានព័ត៌មានច្បាស់នៅលើពិភពលោកមិនទាន់មានចេញទេ បាទ ចា ចុះដល់ពេលសាលាឥឡូវជាឧបសគ្គសាលាដោយសារកំណើនតម្រូវការក៏ខ្ពស់សាលាបានជួយច្រើនស្អីដែលជាឧបសគ្គធំបំផុតរបស់សាលាបច្ចុប្បន្ននោះ បច្ចុប្បន្នហ្នឹងគឺទីតាំងបងដោយសារនៅទួលគោកហើយបច្ចុប្បន្នហ្នឹងយើងចាប់ផ្ដើមដំបូងតែ2បន្ទប់រៀនទេ បាទ ឥឡូវយើងឡើងរហូតដល់15បន្ទប់រៀន ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើងពីព្រោះតាមគម្រោងរបស់យើងក៏មានការធ្វើការតស៊ូមតិនិងគៀងគរការគ្រប់គ្រងដែរអញ្ចឹងនៅពេលដែលយើងធ្វើសកម្មភាពទាំងអស់ហ្នឹងដែលអាណាព្យាបាលចាប់ផ្ដើមយល់ដឹងអញ្ចឹងគាត់អាណាព្យាបាលជាច្រើនដែលគាត់ព្យាយាមស្វែងរកសេវាដើម្បីជួយកូនគាត់ បាទ ចាអញ្ចឹង ចង់ដោះស្រាយមិនទៅបើឥឡូវតម្រូវការក៏ខ្ពស់ពីខាង ចា សហគមន៍និយាយថាសហគមន៍ត្រូវការខ្លាំងណាស់ពី ចា ពី Rabbit បាទពីសាលាទុនសាយ ចា សាលាទុនសាយក៏មិនដឹងថាអាចពង្រីកថ្នាក់រៀនបានទេឬក៏មិនទៅអត់ទាន់ ចា បានលឿនទេឬយ៉ាងម៉េចដែរ បច្ចុប្បន្ននេះយើងបានរៀបចំថ្នាក់រៀនពីមុនយើងមានតែ2អគារទេស្មើនឹង10បន្ទប់ បាទ ឥឡូវនេះយើងថែមមួយអគារទៀតទើបតែរួចរាល់នៅក្នុងដើមខែមួយនេះ ចុះប្រភព funding ថវិកាយ៉ាងម៉េចដែរបើសិនណាតម្រូវការច្រើនអញ្ចឹងហើយស្ដាប់ទៅសាលាមិនជាយកឬក៏តម្រូវឲ្យឪពុកម្ដាយនឹងចូលរួមចំណែកអីច្រើនទេទៅតាមលទ្ធភាពខ្លះអញ្ចឹងទៅ ចា អញ្ចឹងមិនដែររងឲ្យជួបឧបសគ្គខ្លាំងទេ ឧបសគ្គខ្លាំងបងដោយសារតែបច្ចុប្បន្ននេះយើងឃើញថាម្ចាស់ជំនួយយើងភាគច្រើនគឺដកចេញពីស្រុកខ្មែរគាត់ទៅរកប្រទេសដែលក្រីក្រជាងយើងច្រើន បាទ អញ្ចឹងវាជាឧបសគ្គយើងមួយហើយឧបសគ្គមួយទៀតគឺដោយសារតែតម្រូវការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់បងឃើញវាឡើង double ណាពីមួយឆ្នាំទៅមួយឆ្នាំ អញ្ចឹងដោះស្រាយមិនទៅអ្នកគ្រូមើលទៅឥឡូវបើ បច្ចុប្បន្ននេះយើងមានការគ្រប់គ្រងពីរាជរដ្ឋាភិបាលដែរ អូ ចាឆ្លៀតឱកាសហ្នឹងក៏អរគុណរាជរដ្ឋាភិបាលដែរក្រសួងអប់រំគាត់បានយកចិត្តទុកដាក់អញ្ចឹងកន្លងមកក៏យើងបានការគ្រប់គ្រងដែរដូច
គ្រូនៅក្នុងខេត្តគោលដៅរបស់យើងទាំង15សាលានៅខេត្តហ្នឹងគឺយើងមានការគ្រប់គ្រងមកកណាត់ថ្ងៃប្រាក់ខែទទួលបន្ទុកដោយក្រសួងអប់រំអញ្ចឹងអង្គការសាលារៀនទន្សាយយើងស្នើសុំពីម្ចាស់ជំនួយតែកន្លះថ្ងៃទេអញ្ចឹងមានន័យថាយើងអាចបើកថ្នាក់មួយវេនបានទេយើងត្រូវការបើក2វេនព្រឹកល្ងាចមាននេះទៅមានតែជាការលើកអំពាវនាវបន្ថែមបើឲ្យអ្នកមានលទ្ធភាពចូលរួមជួយសាលាទន្សាយឲ្យបានច្រើនព្រោះអីតម្រូវការមើលទៅច្រើនណាឆ្លៀតឱកាសហ្នឹងក៏ដូចគ្នាដែរចង់អំពាវនាវបន្ថែមដែរចង់ឲ្យអ្នកក្រុមហ៊ុនឬក៏ស្ថាប័នដែលគាត់មានលទ្ធភាពពួកយើងស្វាគមន៍គ្រប់រូបភាពទាំងអស់បាទតាំងពីសម្ភារៈតាំងពីថវិកាតាំងពីការរួមចំណាយក្នុងការចូលរួមក្នុងសកម្មភាពរបស់យើងដែរចា៎អញ្ចឹងយើងស្វាគមន៍ទាំងអស់ហើយសង្ឃឹមថាប្រជាជនយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការកសាងឬក៏ជួយទៅដល់កុមារដែលគាត់ពិតជាមានតម្រូវការពិសេសនៅក្នុងស្រុកខ្មែរយើងពិតជាច្រើនមែនតើបាទចា៎អ្នកគ្រូសង្កេតឃើញ20ឆ្នាំជាងហ្នឹងមានកុមារដែលមានការងារធ្វើអត់ពេលដែលរៀនហើយគាត់បានត្រឡប់ការសមារណកម្មឬ integrate ចូលទៅក្នុងគុំធម្មតាមានការងារធ្វើមានយើងមានបងតែចំនួនតូចហ្នឹងចាយើងមានចំនួនតូចដោយសារគម្រោងរបស់យើងចុងក្រោយហ្នឹងគេហៅថាគម្រោង pre vocational training and job placement ហ្នឹងយើងមានតែកុមារយើងមានលទ្ធភាពបើកតែត្រឹម25នាក់ឯងគម្រោងនេះគឺជាគម្រោងមួយដែលរ៉ាន់ដោយលុយទន្សាយផ្ទាល់អត់មានការគ្រប់គ្រងពីម្ចាស់ជំនួយណាទេអញ្ចឹងយើងឃើញថាវាពិតជាមានតម្រូវការអាណាព្យាបាលភាគច្រើននៅពេលដែលគាត់មានអាយុកូនអាយុចាប់ពី14 15ឆ្នាំគាត់ចាប់ផ្ដើមអារម្មណ៍អញ្ចឹងនៅទន្សាយរហូតដល់អាយុប្រហែល25ឆ្នាំចានៅក្នុងនោះយើងមាន5%នៃកុមាររបស់យើងដែលគាត់មានលទ្ធភាពទទួលបានការងារធ្វើបាទចាទៅនឹងគិតថាជំនាញវិជ្ជាជីវៈស្អីដែលអាចដែលជាអនាគតសម្រាប់កុមារទាំងអស់ហ្នឹងតាមពិតនេះជាបទពិសោធន៍ខ្ញុំផ្ទាល់ដែរចង់ចែករំលែកទៅបងហើយទស្សនិកជនដែរពីព្រោះយើងឃើញថាកុមារដែលកុមារ autistic គាត់មានលក្ខណៈ unique មួយIQ របស់គាត់មួយហ្នឹងគឺល្អមែនទែនខ្ញុំឧទាហរណ៍មួយកុមារយើងនៅក្នុងគម្រោងរបស់យើងហ្នឹងគាត់អាច design រូបបានយ៉ាងល្អតាមរយៈកុំព្យូទ័របើទោះបីជាកម្រិតនៃការយល់ដឹងរបស់គាត់ទៅលើផ្នែកផ្សេងតំណែងអីគាត់អត់មានទេប៉ុន្តែគាត់ unique ទៅលើអីមួយដែលគាត់មានជំនាញស្រាប់អញ្ចឹងមានដូចជាអីខ្លះមានដូចជាគូរូបយ៉ាងណាចាគាត់គូរូគាត់ design នៅក្នុងកុំព្យូទ័របានតែអត់ចាំបាច់ចូលរៀនគាត់បានចូលរៀននេះទី1ទី2គាត់អាចប្រើភាសាអង់គ្លេសបានយ៉ាងល្អជាងអ្នកដែលបានចូលទទួលការអប់រំអញ្ចឹងមានកុមារមួយទៀតដែលខ្ញុំចាប់ផ្ដើមចូលជាមួយទន្សាយភ្លាមនៅក្នុងឆ្នាំ2017កុមារហ្នឹងអាយុប្រហែលជា9ឆ្នាំគាត់អាចអានបាលីសំស្ក្រឹតបានអត់ខុសទៀតជាបទពិសោធន៍នេះខ្ញុំគិតថាយើងនឹងគួររកនីតិវិធីមួយក្នុងការជួយសម្របសម្រួលគាត់ហើយដាក់គាត់ឲ្យត្រូវគោលដៅបើគាត់ជំនាញអីល្អខាងអីយើងរុញគាត់ទៅនឹងហើយមានការគ្រប់គ្រងពីដៃគូរបស់យើងព្រោះក្មេង autistic គាត់មាន IQ មួយគឺខ្ពស់ខ្លាំងជាងគេទៀតសប្តាហ៍ថ្ងៃដែលពីទន្សាយសាលាទន្សាយផ្ដល់ជូនមានជំនាញអីខ្លះយើងមានគម្រោងរបស់យើងកន្លងមកយើងមាន3ធំគម្រោងកាហ្វេយើងបើកជា coffee shop ហើយយើងឲ្យគាត់នៅក្នុងក្រុមនឹងសម្រាប់ធ្វើកាហ្វេលក់មានធ្វើកន្លងមកយើងធ្វើហើយមួយទៀតយើងបោះពុម្ពអាយយឺតយើងបោះពុម្ពអាយយឺតគឺកុមារហ្នឹងគឺគាត់ចាប់ផ្ដើម design painting លើអាវហ្នឹងឯងមិនមែនបោះពុម្ពដោយប្រើដៃសុទ្ធទេអញ្ចឹងគាត់មានគូគាត់មានអីគាត់ប្រើដៃគាត់អីចឹងសម្រាប់ design អាវហ្នឹងលក់ទី3យើងមានធ្វើវត្ថុអនុស្សាវរីយ៍ដែលចេញពីមុនយើងប្រើกระดาษកាសែតអញ្ចឹងយើងយកกระดาษកាសែតហ្នឹងយកមកផលិតទៅជាវត្ថុអនុស្សាវរីយ៍មានប្រអប់ដាក់กระดาษឬក៏មានកូនសត្វរូបសត្វអីស្អាតចឹងទៅដើម្បីលក់ហើយមួយទៀតធំចុងក្រោយរបស់យើងដែលបន្តហ្នឹងគឺគម្រោងធ្វើថង់กระดาษបាទចា៎ដើម្បីចូលរួមចំណែកខ្ញុំគិតថាចំណុចនេះចំណុចដែលសំខាន់បំផុតល្អបំផុតដែរតើយើងអាចមានលទ្ធភាពជួយកុមារឲ្យคลายទៅជាបុគ្គលដែលអាចឯករាជ្យទោះបីជាមិនបាន 100% ចា៎គាត់មានលទ្ធភាពធ្វើការងារខ្លះរកប្រាក់ចំណូលខ្លះវាជាការចូលរួមចំណែកមួយរែកបន្ទុកពីគ្រួសារផងហើយគាត់អាចคลายជាបុគ្គលដែលចាប់ផ្ដើមដូចថាផ្ដល់តម្លៃខ្លួនឯងចឹងណាខ្លួនឯងមានយើងនឹងគេបើពេលគឺថាខ្លួនឯងមានប្រយោជន៍សម្រាប់សង្គមឬក៏សម្រាប់ខ្លួនឯងចាប់ផ្ដើមមានឲ្យតម្លៃខ្លួនឯងខ្លះហើយអញ្ចឹងបាទតែស្អីដែលពីសហគមន៍ឬក៏ពីឪពុកម្ដាយទាំងអស់នេះដែលឪពុកម្ដាយជាពិសេសឪពុកម្ដាយដែលមានបុត្រមានកូនដែលមានតម្រូវការពិសេសនេះតែយើងគួរធ្វើអីឥឡូវបាទហើយខ្ញុំនិយាយនេះគឺក្នុងនាមជាឪពុកម្ដាយម្នាក់ផងដែរបាទហើយជាចង់ចូលរួមចំណែកជួយសហគមន៍នឹងកត្តាទី1គឺកុំទុកកុមារនៅផ្ទះធំបំផុតគឺមិនទុកគាត់នៅផ្ទះកត្តាដែលធំទី2គឺចូលរួមចំណែកក្នុងការជួយអភិវឌ្ឍគាត់
ជួយអភិវឌ្ឍបែបមិនកើតគ្រូ តាមរយៈវគ្គបណ្ដុះបណ្ដាលយើងជាច្រើនដែលផ្ដល់ឲ្យគាត់គឺគាត់ត្រូវអនុវត្តជាមួយកូន អូ កត្តាទី3គម្រោងរបស់យើងក៏យើងយកចិត្តទុកដាក់ដែរមានន័យថាអាណាព្យាបាលមួយចំនួនគាត់មិនមានលទ្ធភាពក្នុងការរកការងារធ្វើទេដែលគាត់មានកូន autistic អញ្ចឹងយើងចាប់ផ្ដើមផ្ដល់គេហៅជំនាញអាណាព្យាបាលមួយចំនួនគាត់ទៅរៀនធ្វើកាហ្វេ បាទ ធ្វើ soft drink លក់ទី1ទី2គាត់បង្កើតជាកសិដ្ឋានចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមទាប៉ុន្តែគាត់ត្រូវការជំនាញទន្សាយបានផ្ដល់កញ្ចប់ថវិកាមួយដើម្បីឲ្យគាត់ទៅរៀនសូត្រទៅធ្វើហើយមានកញ្ចប់ថវិកាមួយចំនួនគឺសម្រាប់ឲ្យគាត់ជួយ start up ស្អីដែលគាត់ខ្វះខាតកន្លងមកដែលគាត់គួរតែធ្វើបានលើសនឹងពីឪពុកម្ដាយខ្លួនឯងទាំងអស់គ្នានេះ កន្លងមកបើយើងឃើញថាអាណាព្យាបាលបើសិនជាគាត់យកចិត្តទុកដាក់ល្អជាមួយកូនឱកាសរបស់កូនគាត់ប្រកាសជាមានកើតឡើងច្រើនខ្ញុំឧទាហរណ៍មួយយុវជនដែលគាត់មានអាយុឬក៏កុមារដែលគាត់មានអាយុចាប់ពី13ឆ្នាំឡើងទៅបើសិនជាគាត់មកសាលាគាត់មានជំនាញច្រើនគាត់អាចរៀនបានច្រើនអញ្ចឹងបើអាណាព្យាបាលទុកគាត់នៅផ្ទះលទ្ធភាពបាត់ទាំងពីរបាត់ទាំងកូនគាត់បាត់ទាំងគាត់បាទ ពួកគាត់ត្រូវមើលកូនគាត់24ម៉ោងនៅផ្ទះហើយកុមារដល់ឡែកកុមារទៀតសោតមិនទទួលបានការអប់រំឬក៏រៀនអីថ្មីទាល់តែសោះគឺនៅក្នុងផ្ទះមួយគត់យើងធ្វើការងារណាក៏លំបាកដែរមិនជាស្រួលទេក្នុងការស្វែងរកប្រាក់ចំណូលចំគ្រួសារប៉ុន្តែពេលយើងមកធ្វើការហ្នឹងក្រៅពីប្រឹងប្រែងកម្លាំងកាយហើយយើងមានកម្លាំងចិត្តឲ្យទៅប្រឈមមុខទៀតព្រោះអីយើងត្រូវជួយដោះស្រាយតម្រូវការរបស់កុមារដែលគ្នាពិសេសចា៎បាទអញ្ចឹងប្រហែលពេលខ្លះអាចមិនដឹងថាអ្នកគ្រូក៏យំដែរមិនដឹងខ្ញុំមិនដឹងទេបាទពេលខ្លះគ្រូយំក្នុងថ្នាក់ខ្លួនឯងដែរខ្ញុំបាទគិតថាគិតតែមានអញ្ចឹងដែរពុំដែរធ្លាប់យំនៅផ្ទះដែរមិនអញ្ចឹងបាទលំបាកហើយពេលដែលខ្ញុំយំជាមួយអ្នកគ្រូមើលទៅពោពេញទៅដោយដូចថាចំណូលចិត្តជំនឿក្តីស្រឡាញ់ហ្នឹងឃើញច្រើនអញ្ចឹងណាបាទមូលហេតុនេះបានជាមានទាំងអស់ហ្នឹងណាគ្រូកត្តាទី1ដែលយើងឃើញថាហេតុអីបានបុគ្គលិករបស់យើងភាគច្រើនអត់ turnover ហើយក្តីស្រឡាញ់របស់គាត់ដែលផ្ដល់ឲ្យកុមារហើយដោយឡែកខ្ញុំមិនមែនជាគ្រូនៅក្នុងថ្នាក់រៀនទេតែហេតុអីបានខ្ញុំនៅមានគេហៅ motivation feeling ខ្លួនឯងបន្តនៅក្នុងគម្រោងនឹងយូរកត្តាធំបំផុតយើងឃើញថាអាណាព្យាបាលនៅពេលដែលគាត់មករកយើងគឺពេលខ្លះគាត់យកមុខយើងមកគាត់ថាអត់មានជំរើសទេអ្នកគ្រូបើសិនជាអ្នកគ្រូអត់ទទួលឲ្យអូនទេមិនដឹងឲ្យអូនទៅណាទេដៃមួយចំហៀងដើម្បីគៀងកងកញ្ចប់ថវិកាពីខាងក្រៅមកដៃមួយចំហៀងជួយសម្របសម្រួលការងាររបស់យើងបច្ចុប្បន្ននោះឲ្យដើរទៅតាមផែនការរបស់យើងយុទ្ធសាស្ត្ររបស់យើងអញ្ចឹងយើងដើរទាំងពីរផ្លូវការលំបាកពុកម្ដាយដែលគាត់ត្អូញត្អែគាត់និយាយអញ្ចឹងណាចាហើយការត្អូញត្អែហ្នឹងប្រហែលពេលខ្លះមិនហ៊ាននិយាយប្រាប់គេទេចាតែបើជាមួយសាលាហ៊ាននិយាយប្រាប់មិនដឹងទេបាទស្អីខ្លះណាទៅលើតែគ្រូដែលទុកចិត្តទៀតអូអញ្ចឹងទៀតបាទចាគាត់មិនហ៊ាននិយាយជាសាធារណៈដោយបងដឹងអញ្ចឹងថាភាគច្រើនគាត់ហ៊ានសាធារណៈទេប៉ុន្តែមួយយើង2នាក់3នាក់អីគាត់ហ៊ានចែករំលែកអីដែលគាត់រំពឹងទុកគឺកូនគាត់អាចជួយខ្លួនឯងបានឥឡូវពីជាសម្លេងមួយពីសាលាទុនសាយចុះបាទឬក៏ពីសហគមន៍ម្នាក់របស់ឪពុកម្ដាយដែលមានកូនមានតម្រូវការពិសេសនេះយើងគួរធ្វើអីជារួមគ្នាដែលអាចធ្វើបានពីបរិបទប្រទេសយើងណាចាបាទអីដែលយើងធ្វើបានបច្ចុប្បន្ននេះគឺយើងរួមចំណែកក្នុងការអភិវឌ្ឍទៅលើវិស័យនឹងទាំងអស់គ្នាមានន័យថាឧទាហរណ៍បើសិនជាស្ថាប័នដែលគាត់ធ្វើការលើវិស័យនឹងហើយគាត់ត្រូវការគ្រប់គ្រងធ្វើការរួមគ្នា raising awareness រដ្ឋាភិបាលសហគមន៍និងស្ថាប័នត្រូវរួមបញ្ចូលគ្នាដើម្បីធ្វើឲ្យសកម្មភាពនឹងអាចឡើងទៅបានយើងធ្វើទៅលើអីគេលើកម្ពស់ការយល់ដឹងហ្នឹងឬក៏ចាលើកម្ពស់ការយល់ដឹងអាណាព្យាបាលបង្កើតសាលាដែលមានថ្នាក់អប់រំពិសេសហ្នឹងនៅគ្រប់អាចថាចាប់ផ្ដើមពីត្រឹមខណ្ឌចុះមកខណ្ឌយ៉ាងហោចណាស់ក៏មានសាលាមួយដែលគាត់អាចទទួលបានការអប់រំពិសេសហ្នឹងដែរបើពីអ្នកគ្រូបបិស័កផ្ទាល់ស្អីដែលសហគមន៍ត្រូវឈប់ធ្វើដើម្បីចូលរួមជួយឪពុកម្ដាយដែលមានកុមារពិសេសនេះស្អីត្រូវឈប់ចាភាពរើសអើងនឹងការប្រើភាសាមួយដែលប៉ះពាល់ដល់អាណាព្យាបាលដែលគាត់មានបញ្ហាដែលមានកូនមានបញ្ហាសតិបញ្ញាការដែលគាត់និយាយជាសាធារណៈបែបទម្រង់បែបហ្នឹងទាំងកាយវិការពេលខ្លះគាត់អត់បានបញ្ចេញជាសម្លេងតែគាត់មានកាយវិការគ្រប់រូបភាពទាំងអស់គឺប្រកាសជាប៉ះទៅដល់អាណាព្យាបាលសូម្បីពេលខ្លះក៏ប៉ះពួកខ្ញុំជាគ្រូដែរនៅពេលដែលយើងបញ្ជូនកុមារទៅលេងសកម្មភាពនៅខាងក្រៅត្រូវបានអាណាព្យាបាលកុមារធម្មតាឬក៏លោកគ្រូអ្នកគ្រូសាលាធម្មតាហ្នឹងគាត់រើសអើងប្រកាសជាប៉ះពេលដែលរើសអើងគេដូចគេខ្លាចឆ្លងនោះមកគេអត់ខ្លាចឆ្លងទេបងគេអត់ខ្លាចឆ្លងទេប៉ុន្តែគេរើសអើងគេគិតថាគេប្រើភាសាសាមញ្ញតែគាត់ឈួតហ្នឹងហើយអញ្ចឹងអាភាសាមួយនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់អាណាព្យាបាលជាច្រើនដែលគាត់មានកុមារមានតម្រូវការពិសេសមានន័យថាគាត់នៅវិបត្តិកិរិយាតិចតួចទេលោកគ្រូអ្នកគ្រូធម្មតាខ្លះនៅតែមិនទទួលប៉ុន្តែតុនសាយអត់
អត់អស់កម្លាំងចិត្តប៉ុណ្្នឹងទេ បាទ យើងត្រូវធ្វើបន្តទៀតយើងត្រូវរួមគ្នាធ្វើបន្តទៀតដើម្បីឲ្យគាត់រឹតតែទទួលស្គាល់ថាកុមារធម្មតានិងកុមារដែលមានតម្រូវការពិសេសហ្នឹងគាត់ពិតជាកុមារប្រទេសតែមួយដែលត្រូវការការគាំទ្រការជួយលើកទឹកចិត្តមិនមែន បាទ រើសអើងទេចា៎ ខ្ញុំអរគុណអ្នកគ្រូច្រើនព្រោះនិយាយកាន់តែយូរទៅគឺអង្គពយល់ពីជំរឿទឹកចិត្តនៃការលះបង់ការស្រឡាញ់ហ្នឹងហើយអរគុណបាទជាសំណួរមួយចុងក្រោយចុះពីអ្នកគ្រូក៏ដូចជាប្រហែលជាមិនតំណាងឲ្យបុគ្គលិកទាំងអស់ផងដែរយើងធ្វើការងារទាំងអស់ហ្នឹងអញ្ចឹងណា ចា៎ វាលំបាកច្រើនបាទលំបាកច្រើនស្វែងរកស្អីទៅជាអត្តន័យនៃជីវិតដែលមានន័យពិតប្រាកដស្អីគេឥឡូវអ្នកគ្រូមកដល់ពេលដែលធ្វើការនៅក្នុងកន្លែងនេះពោះពេលខ្លះមិនមែនថាធនធានប្រាក់ខែច្រើនអីទេនិយាយអស់ហ្មងទៅបាទ ច្រើនទេ បាទឥឡូវពីជ្រុងរបស់អ្នកគ្រូពីជ្រុងដែលធ្វើការជាមួយសហគមន៍ពិសេសបែបហ្នឹងណា និយាយពីមោទនភាព បាទជាមោទនភាពរបស់ខ្លួនឯងធ្វើខ្លួនឯងថាមានន័យ ជីវិតពិតជាមានន័យនៅពេលដែលយើងធ្វើលើវិស័យមួយដែលយើងសប្បាយចិត្តហើយយើងពេញចិត្តធ្វើការដៃបេះដូងហេតុអីបានជាគេហៅថា achievement ពួកខ្ញុំហ្នឹងនៅពេលដែលយើងឮការទៅសើពីអាណាព្យាបាលដែលគាត់ទទួលបានសេវាយើងហើយគាត់និយាយមកគាត់ថាអ្នកគ្រូខ្ញុំពិតជាសប្បាយចិត្តណាស់ហើយនៅពេលដែលឃើញកូនខ្ញុំមានការលូតលាស់ជាវិជ្ជមានអ្នកខ្លះ expect ថា6ខែ1ឆ្នាំ2ឆ្នាំ3ឆ្នាំបានកូនគាត់ប្រសើរអ្នកខ្លះមកចូលបានតែ3ខែពីម្សិលមួយថ្ងៃខ្ញុំសុភាអាណាព្យាបាលមួយដែរតាមទូរស័ព្ទគាត់តេមកសូមអរគុណយើងមកគាត់ថាអ្នកគ្រូខ្ញុំពិតជាសប្បាយចិត្តណាខ្ញុំមកដែររំពឹងទឹកថាអូននឹងអាចស្ដាប់ភាសាខ្ញុំបានហើយគាត់ធ្វើតាមបង្គាប់ខ្ញុំបានល្អឲ្យគាត់ចូលរៀនគាត់អត់មានវិបត្តិការកិរិយាដូចមុនទេបើទោះបីជាភាសាគាត់នៅអត់ទាន់មានហើយវាជាកម្លាំងចិត្តមួយថាយើងបានធ្វើការងារមួយដែលអត់មានអ្នកធ្វើបាន បាទ គេហៅការងារមួយដែល unique អញ្ចឹងនេះជាមោទនភាពដែលពួកខ្ញុំបន្តធ្វើ ខ្ញុំអរគុណអ្នកគ្រូច្រើនបាទសម្រាប់ពេលវេលាហើយអរគុណទៅដល់បងប្អូនទាំងអស់គ្នាក៏ជាចុងក្រោយបាទស្នើសុំឲ្យមានការគ្រប់គ្រងឲ្យបានច្រើនបន្ថែមទៀតទៅដល់បេសកកម្មរបស់សាលាទុនសាយបាទ The Rabbit School ហើយក្តីសម័យរបស់អ្នកគ្រូថាអាចមានលទ្ធភាពផ្ដល់សេវាកម្មរហូតដល់មួយខណ្ឌមួយតែម្ដងបាទដរាបណាមានការគ្រប់គ្រងពីសហគមន៍ពីបងប្អូនទាំងអស់គ្នាមានតែយើងជួយគ្នាទេទើបយើងអាចជួយបងប្អូនកូនក្មួយរបស់យើងបាទ ចា៎ បាទហើយប្រកបដោយនិរន្តរភាពហើយជូនពរឲ្យសាលា Rabbit បាទមានការរីកចម្រើនហើយអ្នកគ្រូមានសុខភាពល្អដើម្បីជួយសាលាបន្តទៀតអរគុណច្រើនបាទ